បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញពីរបៀបនៃការស្ម័គ្រលុយដែរបាទគឺយើងស្ម័គ្រលុយគឺបាទទំហំអ៊ីនធឺណិតរហូតដល់បាទ 90G បងប្អូនមិនច្រឡំទេគឺ 90G ច្រើនណាស់គឺប្រើបាទខ្ញុំប្រើហ្នឹងគឺអត់ដែរអស់ទេពីមុនខ្ញុំប្រើកម្រង250បាតបាទហើយឥឡូវនេះវាដល់ថ្ងៃផុតកំណត់របស់វាបាទអញ្ចឹងបងប្អូនកុំភ្លេចថាការស្ម័គ្រគម្រោងមួយគឺសិតតែមានចង់និយាយថាដែនកំណត់របស់វាមានន័យថាដល់ថ្ងៃខែកំណត់ដែលវាបានកំណត់ដូចគ្នាដែរអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានភ្ជាប់គម្រោងគឺ300បាតបាទ300បាតគឺវាក៏មានរយៈពេលរបស់វាដែរគឺរយៈពេលនៃការប្រើប្រាស់គឺ6ខែបាទមានន័យថាគម្រោង350បាតនេះគឺមិនថិតថេរទេគឺនៅពេលដែលយើងប្រើអស់អញ្ចឹងចូលវានឹងណែនាំចូលដល់គម្រោងផ្សេងបាទហើយគម្រោងនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងគឺគម្រោង300បាទ300បាតប៉ុន្តែទំហំនៃការប្រើហ្នឹងតាមពិតវាមិនដល់300បាតទេប៉ុន្តែទាំងលុយបាទពុនបាទទាំងអីផងបញ្ចូលគ្នាគឺ300បាតអញ្ចឹងខ្ញុំសូមណែនាំបន្តិចបាទចឹងចំពោះបងប្អូនដែលចង់ផ្ដាច់វាឬក៏ចង់ភ្ជាប់វាតើតើបងប្អូននឹងមានបាទការណែនាំពី SIM នឹងមានន័យថាមានការណែនាំពីក្រុមហ៊ុននឹងតែម្ដងវាអាចការណែនាំនឹងវាអាចជាការផ្ញើសារបាទវាអាចបាទជាការជូនដំណឹងតាម app អីចឹងទៅអញ្ចឹងនៅក្នុងនេះគឺចំពោះបងប្អូនបាទដែលចង់ភ្ជាប់គឺបងប្អូនអាចចូលទៅកាន់បាទ app នឹងបានតែមុនដំបូងបងប្អូនត្រូវមានលុយ300បាតសិនឥឡូវខ្ញុំបញ្ចូលលុយគ្រប់300បាតសិនបាទហើយឥឡូវនេះខ្ញុំបានបញ្ចូលទឹកលុយសិនបាទខ្ញុំ copy លេខកូដបាទដែលបានខ្ញុំបានទិញកាតហ្នឹងពី Inedo បាទនេះគឺគ្រប់ហើយលុយរបស់ខ្ញុំកាលមុនហ្នឹងវាសល់24ចុចជាងបាទឥឡូវខ្ញុំបញ្ចូលឲ្យគ្រប់ទៅវាបាន300នេះអញ្ចឹងអានេះគឺនៅពេលដែលយើងបញ្ចូលបាន300បាតព្រាមគឺវាបាទភ្ជាប់គម្រោងឲ្យយើងអូតូតែម្ដងអានេះដោយសារតែយើងធ្លាប់ភ្ជាប់ហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ដែលធ្លាប់ភ្ជាប់ទេបាទគឺអ្នកទាំងអស់គ្នាត្រូវបើក app នឹងមកឬក៏អ្នកទាំងអស់គ្នាត្រូវបើកសារដែលក្រុមហ៊ុននឹងបានផ្ញើឲ្យហើយចុចលេខកូដនឹងមកបាទនេះអញ្ចឹងដំបូងនេះគឺខ្ញុំមិនមានទឹកប្រាក់គ្រប់គ្រាន់ទេគម្រោងមិញដែលខ្ញុំបាននេះគឺលូតសញ្ញាទានមិញហ្នឹងបាទអានេះដោយសារខ្ញុំអត់ទាន់បើកអ៊ីនធឺណិតបាទខ្ញុំបើកអ៊ីនធឺណិតសិនបាទអញ្ចឹងបងប្អូនការប្រើប្រាស់ SIM ថៃវាមិនពិបាកណាស់ណាទេបាទវាគ្រាន់តែយើងមិនដែលធ្លាប់ប្រើទៅវាបាទអញ្ចឹងនៅពេលដែលខ្ញុំបានដាក់នេះភ្លាមគឺបាទវាភ្ជាប់អូតូយើងទៅដល់នេះគម្រោងដែលខ្ញុំប្រើគឺ200បាទ80បាទ.37នឹងឯងតែទាំងលុយពុនទាំងអីផងគឺបាទទាំងអស់300បាតហើយគម្រោងរបស់វានេះបាទគឺ 90G បងប្អូននេះគ្មានដែនកំណត់ទេអានេះក្នុងរយៈពេល1ខែបងប្អូនបាទហើយម្យ៉ាងទៀតបើសិនជាបងប្អូនចង់ចុចភ្ជាប់បាទចុចភ្ជាប់គឺបងប្អូនអាចចុចនៅលើបាទលេខកូដនៅលើទូរស័ព្ទដៃរបស់យើងក៏បានឬក៏នៅលើ app ក៏បានតែខ្ញុំចុចលេខកូដបង្ហាញបងប្អូនចុះដើម្បីចុចគឺបងប្អូនត្រូវចុចបាទនេះផ្កាយបាទ788ផ្កាយបាទ55 30ទៅត្រង់ជ្រូករួចចុចបញ្ជូនបាទការស្ម័គ្រនេះគឺបងប្អូនមិនអាចថានេះបានទេបើសិនជាបងប្អូនស្ម័គ្រគឺវានឹងអូតូបាទអូតូយ៉ាងម៉េចមានន័យថាខែក្រោយពេលដែលយើងបញ្ចូលលុយ300បាតវានឹងកាត់អូតូណាបើសិនជាបងប្អូនអត់អាចបញ្ចូលលុយគ្រប់នឹងទេបាទបងប្អូនកុំទាន់បើកអ៊ីនធឺណិតបាទពេលដែលបញ្ចូលលុយបើសិនជាបងប្អូនគិតថាបងប្អូនអត់មានលុយសម្រាប់បញ្ចូលខែក្រោយឬក៏ស្ម័គ្រគម្រោងផ្សេងបងប្អូនគួរតែ save Wi-Fi ពីគេសិនបាទកុំឲ្យបើកអ៊ីនធឺណិតវាព្រោះវាអស់លុយបាទអញ្ចឹងថ្ងៃនេះខ្ញុំអរគុណមានតែប៉ុណ្្នឹង